គឺជារបៀបធ្វើទឹកជ្រលក់កូនកាសម្រាប់ញ៉ាំជាមួយនឹងសាច់អាំងឬក៏គោឡើងភ្នំពិសេសជាងនេះទៅទៀតនៅក្នុងវីដេអូនេះនឹងបង្ហាញបងប្អូនពីរបៀបប្រឡាក់សាច់ធ្វើយ៉ាងណាឲ្យសាច់ទន់និងមានជាតិញ៉ាំត្រូវបំផុតជាមួយនឹងទឹកជ្រលក់បែបនេះបងប្អូនតោះកុំឲ្យចាំយូរមកមើលទាំងអស់គ្នាជ្រលក់មុខនេះខ្វះម្ជូរឲ្យបានតែម្ដងអញ្ចឹងខ្ញុំត្រាំជាមួយនឹងពងទុំជាមួយនឹងទឹកក្តៅអ៊ុនៗហើយវារីកមកភ្លេសិនមកបន្តជាមួយនឹងកាពីម្ដងកាពីខ្ញុំប្រើប្រភេទកាពីកែវបែបនេះហើយចំពោះតៅហ៊ូវិញគឺខ្ញុំប្រើប្រភេទកែវក្រហមបងប្អូនម៉ាក់អីក៏បានដែរចំពោះតៅហ៊ូពីឯទឹកដោះគោខាប់នេះគឺប្រើម៉ាក់ My Boy បងប្អូនប្រើម៉ាក់អីក៏បានដែរតាមចំណូលចិត្តទេហើយនឹងខ្ញុំប្រើតៅហ៊ូមួយកែវនឹងតែម្ដងបងប្អូនប៉ុន្តែខ្ញុំចាក់ជាមួយនឹងទឹកតៅហ៊ូនៅក្នុងនឹងចេញពាក្យកណ្ដាលអត់យកទាំងអស់ទេកុំឲ្យវាប្រៃខ្លាំងពេកនោះអីនេះបងប្អូននៅពេលបងប្អូនទៅទិញកុំភ្លេចមើលជាមួយនឹងការបរិច្ឆេទរបស់តៅហ៊ូផងផុតកំណត់ឬអត់អញ្ចឹងណាពីកែវនេះវិញខ្ញុំប្រើចំនួន1ស្លាបព្រាធំតែម្ដងហើយទឹកអំបិលនេះវិញខ្ញុំដាក់ទាំងអស់តែម្ដងមួយចានហ្នឹងគឺថាកលេងធ្វើមិនអត់កាក់អំបិលចេញពីក្នុងចានហ្នឹងតែម្ដងបងប្អូនប្រហែលជា4-5ស្លាបព្រាដែរស្ករសចំនួន4ស្លាបព្រាពេញតែម្ដងពីចេញវិញដាក់ម្លាបព្រាពេញតែម្ដងមកចំពោះទឹកដោះគោខាប់នេះវិញគឺដាក់កន្លះកំប៉ុងនឹងតែម្ដងបងប្អូនតិចថាច្រើនអីអត់ច្រើនទេណាព្រោះយើងប្រើជាមួយនឹងកាពីនឹងក៏ប្រៃប្រើជាមួយនឹងតៅហ៊ូនឹងក៏ប្រៃអញ្ចឹងពោះស្ករហើយក៏ដូចជាទឹកដោះគោខាប់ហ្នឹងគឺអែមទេបងប្អូនដាក់ទៅគឺមិនល្មមហើយឥឡូវខ្ញុំរំលែកយកទៅកាន់ពាក្យកណ្ដាលសិនដោយសារតែគ្រឿងរបស់យើងមិញហ្នឹងគឺវាច្រើនពេកអញ្ចឹងខ្ញុំកាន់2ដងបងប្អូននេះលើកទី2ហើយអញ្ចឹងយកទៅកាន់ភាសាទៀតគឺអត់មានបានថែមថយទឹកអីទេបងប្អូនដាក់ដល់គ្រឿងផ្សំនេះនៅនឹងចានមិញហ្នឹងគឺមិនល្មមញ៉ាំតែម្ដងខ្ញុំកិនរួចរាល់ហើយខ្ញុំច្រកដបទុកដបកែវនេះគឺកែវតៅហ៊ូមកយ៉ាងឯងខ្ញុំអត់បានយកទៅលាងទឹកទេវាជាតៅហ៊ូអញ្ចឹងបើយើងដាក់តៅហ៊ូចូលទៅក្នុងហ្នឹងទៅយើងដាក់ទឹកទៅខ្លាចវាអត់ស្ងួតទឹកអាចនឹងផ្អូមអញ្ចឹងយើងធ្វើបែបហ្នឹងអាចរក្សាទុកបានយូរហេតុផលដែលខ្ញុំហៅវាថាជាទឹកជ្រលក់កូនកាត់ដោយសារតែវាមានក្លិនតៅហ៊ូលាយជាមួយនឹងទឹកកាពិដូច្នេះហើយខ្ញុំក៏ហៅវាបែបនេះតែម្ដងជ្រលក់ក៏ហៅរួចរាល់ដែរទុកមួយឡែកសិនទៅយើងមកមើលពីរបៀបប្រឡាក់សាច់វិញម្ដងដល់របៀបប្រឡាក់សាច់របស់ខ្ញុំនេះគឺថាមុននឹងយើងប្រឡាក់សាច់គឺយើងត្រូវតែមានសាច់នឹងឯងអញ្ចឹងខ្ញុំប្រើជាមួយនឹងសាច់គោប្រភេទសាច់តែថយបងប្អូនយកម្ដុំចឹងមកលាងទឹកឲ្យស្អាតហាន់ជាប្រទេសស្ដើងៗមកល្មមញ៉ាំមកស្រួលញ៉ាំខ្លួនឯងមកពីឯសាច់ជ្រូកនេះវិញគឺខ្ញុំឲ្យអ្នកលក់ក៏បានភ្លេស្ដើងៗឲ្យខ្ញុំហៅជាសាច់ហើយហត់តែម្ដងទៀតយើងយកទៅលាងទឹកស្អាតហើយកាត់ជាកង់បែបហ្នឹងមកដល់ពេលយើងអាំងទៅគឺថាស្ទាយបែបកូរ៉េកាត់ជាដុំៗប៉ុន្តែមានអាចបន្ថែមទៀតមកចំពោះសាច់ជ្រូក3ជាន់នេះប្រឡាក់គ្រឿងធ្វើមិនឲ្យមានជាតិឲ្យដិតឆ្ងាញ់នឹងសាច់ទន់យើងត្រូវប្រឡាក់ជាមួយនឹងទឹកប្រេងខ្យងបន្តិចមិនមែនប្រឡាក់ដើម្បីយកឲ្យប្រៃណាប្រឡាក់យកឲ្យសាច់ឈ្ងុយបន្ទាប់មកបន្ថែមមួយអំបិលមីនេះប្រើប្រភេទមួយណាក៏បានដាក់បន្តិចទេដល់កូននេះដាក់បន្តិចតែដើម្បីឲ្យសាច់ជ្រូកយើងហ្នឹងវាទន់សាច់ល្អបងប្អូននៅពេលយើងអាំងទៅហើយច្របល់ប្រឡាក់វាអញ្ចឹងទៅផ្អាប់ទុកចោលបន្តិចមកបងប្អូនហើយខ្ញុំចាប់ផ្ដើមតជាមួយនឹងការប្រឡាក់សាច់គោវិញសាច់គោខ្ញុំប្រឡាក់នេះកាន់តែងាយទៀតថាខ្ញុំដាក់ជាមួយតែសាតេនឹងមួយស្លាបព្រាហើយទឹកប្រេងខ្យងបន្តិចដើម្បីឲ្យតែឈ្ងុយជាមួយនឹងសាតេហើយបន្ថែមជាមួយទឹកដោះគោខាប់ដើម្បីឲ្យសាច់គោរបស់យើងហ្នឹងវាទន់កុំច្បាច់វាខ្លាំងពេកបងប្អូនច្បាច់វាថាលឡោះមួយបានតែច្បាច់ខ្លះតិចសាច់គោញ៉ាំលេងកើតហ្មងអញ្ចឹងលឡោះអញ្ចឹងទៅគឺរួចរាល់ជាការស្រេចបងប្អូនសាច់គោយើងនៅពេលអាំងទៅគឺថាក្លិនឈ្ងុយជាមួយនឹងរសជាតិដាក់ចូលមកទន់ៗឆ្ងាញ់មែនតើហ្មងរួចរាល់ខ្ញុំបន្ថែមជាមួយនឹងល្ងសឬក៏គេហៅថាល្ងសាច់បន្ថែមទៀតបងប្អូនចាអេនេះគឺថាសម្រាប់គ្រួសារចំនួន5-6នាក់មកល្មមញ៉ាំតែម្ដងផ្នែកបន្លែប្លុកគឺថាខ្ញុំត្រៀមសាច់រួចរាល់តែម្ដងមានបន្លែអីបងប្អូនចូលចិត្តញ៉ាំបន្លែដាក់នឹងទៅខ្ញុំគឺថាមានប៉ុណ្្នឹងមកឯងបងប្អូនរៀបចំរួចរាល់សាច់យើងក៏រួចរាល់ទឹកជ្រលក់យើងក៏រួចរាល់កុំភ្លេចដាច់ខាតជាមួយនឹងម្ទេសកិនឬក៏ខ្ទឹមចិញ្ច្រាំជាមួយនឹងក្រូចឆ្មាដើម្បីបន្ថែមជាមួយនឹងទឹកជ្រលក់របស់យើងអត់ដាក់3មុខនេះទេស្មើ0ហ្មងទឹកជ្រលក់យើងបងប្អូនអើយគ្រឿងទាំងអស់ហ្នឹងគឺវាត្រូវដើរតសងនៅជាមួយគ្នាអត់អាចចោលមួយណាបានទេខ្ទឹមចិញ្ច្រាំនេះដាក់ទៅបងប្អូនតាមចំណូលចិត្តម្ទេសនេះដាក់ច្រើនទៅច្បាច់ក្រូចឆ្មារៀងជូរបន្តិចចំពោះស្លឹកជីនេះបើបងប្អូនចូលចិត្តក្លិនវាដាក់ទៅតែបើអត់ចូលចិត្តទេមិនដាក់ទេវាអត់សំខាន់ជាមួយរសជាតិស្លឹកជីនៅដូចគ្នាគោម្លឹបព្រាខាប់ក្ដឹសតែម្ដងបងប្អូនអើយត្រូវមែនទែនជាមួយនឹងគោឡើងភ្នំក៏ដូចជាសាច់អាំងណាបងប្អូនដោយខ្មុំមួយបាត់ហើយចាប់ចេញសិនស្មានតែរុយខ្មុំសោះតោះឥឡូវខ្ញុំចាប់ដើមជាមួយនឹងការដាក់បន្លែដាក់សាច់អីត្រៀមញ៉ាំតែម្ដងបងប្អូនហើយមានបងប្អូនណាកំពុងតែមើលវីដេអូនេះហើយកោពោះកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាបងប្អូនពេលដែលថតវីដេអូនេះបងប្អូនអើយដល់ពេលដែលញ៉ាំហ្នឹងគឺថាភ្លៀងស្លេកមកជាមួយគ្នាធ្វើឲ្យបរិយាកាសដែលកំពុងញ៉ាំហ្នឹងសាច់ក៏ឆ្ងាញ់បរិយាកាសហ្នឹងក៏អែម